សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តទៅនឹងការបង្កើតគណនី Gmail ដើម្បីយកទៅចុះឈ្មោះប្រើនៅក្នុង Gemini ក៏ដូចជា ChatGPT អញ្ចឹងក្នុងការបង្កើតគណនី Gmail នេះគឺយើងអាចបង្កើតតាមទូរស័ព្ទក៏បានឬមួយក៏យើងអាចបង្កើតតាម browser ក៏បាន browser ហ្នឹងគឺយើងអាចមានច្រើនប្រភេទអញ្ចឹង browser យើងអាចប្រើជា Chrome ឬយើងអាចប្រើជា Microsoft Edge ឬក៏យើងអាចប្រើ browser ផ្សេងទៀតអញ្ចឹងខ្ញុំក្នុងករណីរបស់ខ្ញុំប្រើ Microsoft Edge អញ្ចឹងខ្ញុំចូលទៅកាន់ website mail.google.com បន្តមកទៀតគឺខ្ញុំយកកន្លែង create បន្ទាប់មករើសជាប្រភេទ personal account ថាគណនីដែលយើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមកដល់កន្លែងនេះគឺខ្ញុំបំពេញឈ្មោះរបស់ខ្ញុំ first name last name បន្ទាប់មកខ្ញុំចុច next មកដល់កន្លែងនេះគឺខ្ញុំត្រូវរើសថ្ងៃឆ្នាំកំណត់ខ្ញុំរើសខែ4ថ្ងៃទី10ឆ្នាំ1990បន្ទាប់មកខ្ញុំរើសភេទខ្ញុំរើសភេទប្រុសបន្ទាប់មកទៀតគឺខ្ញុំចុចប៊ូតុង next ដើម្បីបន្តទៅមុខទៀតយើងរងចាំបន្តិចបន្តមកដល់កន្លែងនេះគឺវាឲ្យយើងរើសemail កន្លែងនេះវាផ្ដល់ឲ្យយើងពីរជម្រើសមានថាវាផ្ដល់ email ដែលវាបង្កើតឲ្យយើងស្រាប់មានថាយ៉ាងម៉េចមានថាវា generate ឲ្យយើងដែលយើងមិនចាំបាច់ធ្វើការគិតដោយខ្លួនឯងមានថាវាក្រុមហ៊ុន Google វាផ្ដល់ជម្រើសឲ្យយើងឬមួយទៀតគឺយើងអាចបង្កើតជម្រើសខ្លួនយើងមានថាយើងចង់ដាក់ឈ្មោះអ្វីអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ create your own Gmail address បន្ទាប់មកខ្ញុំបំពេញថា moneygrab@gmail.com បន្ទាប់មកខ្ញុំចុច next បាទកន្លែងនេះគឺវាប្រាប់ថាឈ្មោះហ្នឹងគឺត្រូវបានគេយករួចហើយដោយសារឈ្មោះខ្ញុំធ្លាប់បង្កើតពីមុនមកអញ្ចឹងកន្លែងខ្ញុំសូមដូរពី moneygrab ទៅជា moneygrab1@gmail.com តោះខ្ញុំចុច next យើងរងចាំបន្តិចមុខកន្លែងនេះគឺយើងអាចរើសជម្រើសផ្សេងតាមដែលបងប្អូនចង់បានក៏ប៉ុន្តែយើងត្រូវប្រកាសថាឈ្មោះហ្នឹងគឺអត់ត្រូវបានយកដោយអ្នកដទៃអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំត្រូវបំពេញពាក្យសម្ងាត់របស់ខ្ញុំបន្ទាប់មកខ្ញុំបំពេញពាក្យសម្ងាត់នឹងម្ដងទៀតដើម្បីប្រកាសថាពាក្យសម្ងាត់ដែលយើងវាយហ្នឹងដែលយើងវាបញ្ចូលហ្នឹងគឺត្រឹមត្រូវដូចជាអ្វីដែលយើងចង់វាបញ្ចូលបន្ទាប់មកចុច next មកដល់កន្លែងនេះអាចមានករណីពីរករណីទី1គឺវាទាមទារលេខទូរស័ព្ទរបស់យើងដូចជាក្នុងករណីរបស់ខ្ញុំនេះគឺវាទាមទារលេខទូរស័ព្ទក៏ប៉ុន្តែក្នុងករណីខ្លះទៀតគឺវាអត់ទាន់ទាមទារលេខទូរស័ព្ទទេអញ្ចឹងណាបងប្អូនអញ្ចឹងក្នុងករណីដែលវាទាមទារទូរស័ព្ទយើងត្រូវតែបំពេញលេខទូរស័ព្ទណាមួយដែលជារបស់យើងដោយសារតែបើសិនណាយើងបំពេញលេខអ្នកដទៃគឺវានឹងផ្ញើសារលេខកូដទៅកាន់អ្នកដទៃអញ្ចឹងត្រូវបំពេញលេខរបស់យើងបន្ទាប់ពីបំពេញលេខពាក្យរបស់យើងត្រឹមត្រូវហើយគឺយើងចុចពាក្យថា next បន្ទាប់មកយើងរងចាំបន្តិចគឺក្រុមហ៊ុន Google គឺនឹងផ្ញើលេខកូដមកចូលក្នុងទូរស័ព្ទដៃរបស់យើងបន្ទាប់ពីបានលេខកូដហើយគឺយើងបញ្ចូលលេខកូដទាំងនោះដែលមានចំនួន6ខ្ទង់បន្ទាប់មកចុច next បន្ទាប់មកទៀតគឺយើងគេឲ្យយើងបញ្ចូលemail មួយដែលមិនមែនជា email ដែលកំពុងតែបង្កើតនោះគឺជា email ផ្សេងមួយទៀតដែលគេប្រើក្នុងគោលបំណងដើម្បីទុកដោះស្រាយក្នុងករណីថាយើងភ្លេចពាក្យសម្ងាត់ភ្លេច password ឬពាក្យសម្ងាត់នៅក្នុងគណនីហ្នឹងគឺយើងត្រូវមានគណនីណាមួយទៀតដែលយើងអាចយកវាដើម្បីយកមកស្នើសុំពាក្យសម្ងាត់របស់ email ដែលយើងកំពុងតែបង្កើតហ្នឹងអញ្ចឹងណាវាថា email ហ្នឹងគឺប្រើដើម្បីស្រោចស្រង់នៅពេលដែល email ដែលយើងកំពុងតែបង្កើតនេះមានបញ្ហា
បាទអញ្ចឹងខ្ញុំសូមបំពេញ email របស់ខ្ញុំបន្ទាប់មកខ្ញុំចុចថា next បន្ទាប់មកទៀតខ្ញុំចុច next អូខេខ្ញុំដល់កន្លែងយើង scroll មកក្រោមមកបន្ទាប់មកយើងចុចកន្លែង more option បន្ទាប់ scroll មកក្រោមទៀតអត់ទេអត់ចាំបាច់យល់ទេកន្លែងហ្នឹងបន្ទាប់មកចុច agree បន្ទាប់ពី agree ហើយយើងចុច done អញ្ចឹង email គណនី email របស់យើងគឺត្រូវបានបង្កើតដោយជោគជ័យសូមអរគុណសម្រាប់បងប្អូនសម្រាប់វីដេអូមួយនេះហើយខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយសម្រាប់ការបង្កើតគណនី ChatGPT ក៏ដូចជា Gemini សូមអរគុណសូមជម្រាបលា